រឿងកូនសេក7ពណ៌នៅលើដើមឈើដ៏ធំមួយមានមេសេកនិងកូន3កំពុងប្រឡែងគ្នាលេងនៅក្នុងសម្បុកយ៉ាងសប្បាយរីករាយក្នុងចំណោមកូនសេកទាំង3មានកូនសេកមួយមានពណ៌ខុសប្លែកពីគេវាមានសម្បុរល្អស្រស់ឆើតឆាយរហូតដល់7ពណ៌ដែលរៀបគ្នាដូចជាពណ៌ឥន្ទនូគួរឲ្យចាប់អារម្មណ៍កូនសេកទាំង3រៀនហើរជាមួយមេនៅក្បែរសម្បុកកូនសេក7ពណ៌រពិលរពោចជាងគេវាហើរឆ្វែលបងទាំងពីររបស់វានិងឆ្វែលប្រឡែងជាមួយមេយ៉ាងសប្បាយរីករាយវាហើរធ្លាក់មកដីជាញឹកញាប់តែវាក៏ចេះហើរយ៉ាងស្ទាត់ជំនាញជាងគេដែរកូនសេក7ពណ៌បបួលបងសុំមេទៅរកចំណីដោយខ្លួនឯងនៅថ្ងៃស្អែកសេកមេបារម្ភពីកូនទាំង3ណាស់តែមេក៏មិនអាចខាត់នឹងចិញ្ចឹមកូនរហូតដែរមេសេកបានហៅកូនទាំង3មកក្បែរហើយផ្ដាំកូនទាំង3ត្រូវតែចាំថាកូនមិនអាចទៅជិតភូមិឬស្រែចម្ការរបស់អ្នកស្រុកបានទេព្រោះនៅទីនោះគ្រោះថ្នាក់ណាស់កូនសេក7ពណ៌បើកភ្នែកធំទាំងនិយាយថាមានភូមិអ្នកស្រុកនៅចិត្តនេះឬខ្ញុំទៅមើលបន្តិចសិនកូនសេកបងគេចាប់ជើងកូនសេក7ពណ៌ជាប់ទាំងនិយាយថាឈប់ភ្លាមហេតុអីឯងមិនស្ដាប់ម៉ែអញ្ចឹងឃើញដូចនេះមេក៏ហាមម្ដងទៀតកូនទាំង3ត្រូវសន្យានឹងម៉ែថាកូនមិនទៅលេងឬទៅរកចំណីនៅក្បែរភូមិអ្នកស្រុកនោះឡើយកូនសេកបងទាំងពីរយល់ព្រមតែកូនសេក7ពណ៌ធ្វើមុខដូចជាខកចិត្តណាស់ព្រឹកឡើងថ្ងៃរះមិនទាន់ផងកូនសេក7ពណ៌ដាស់បងឲ្យឆាប់ចេញដំណើរកូនសេកទាំង3លាសេកមេហើយចេញដំណើរទៅជាមួយគ្នាដោយសន្យាថាថ្ងៃបាក់រសៀលនឹងវិលមកសម្បុកវិញកូនសេក7ពណ៌ហើរប្រឡែងលេងជាមួយបងទាំងពីររបស់វានឹងនិយាយពីនេះពីនោះមិនចេះចប់ដល់កន្លែងមួយបងទី1និយាយតបណែប្អូនទាំងពីរទីនោះមានចេកព្រៃតោះទៅក្រែងមានផ្លែចេកខ្លះអ្នកទាំង3ឃើញចេកព្រៃទុំជាច្រើនហើយនាំគ្នាឆៃយ៉ាងសប្បាយរីករាយកូនសេក7ពណ៌ឆៃឆ្អែតហើយចាប់ផ្ដើមហើរលេងខ្ពស់ឡើងទាំងមិនចាប់អារម្មណ៍បងសេកទាំងពីររបស់វាហើរឆ្វែលចុះឆ្វែលឡើងក៏ក្រឡេកឃើញភូមិអ្នកស្រុកដែលនៅជិតនោះកូនសេកបើកភ្នែកធំនៅពេលឃើញរទេះគោមួយកំពុងដឹកស្រូវដែលច្រូតហើយកូនសេក7ពណ៌ស្រែកហៅបងវាទាំងត្រេកអរបងទាំងពីរបងមើលណែពិតជាអស្ចារ្យណាស់មានចំណីច្រើនទៀតយើងអាចយកផ្ញើម៉ែពេលយើងត្រឡប់ទៅសម្បុកវិញបងទាំងពីរក៏ហើរទៅសំកាំងស្លាប់ជាមួយប្អូនទាំងនិយាយទេមិនបានទេម៉ែមិនអោយពួកយើងទៅទីនោះឡើយតោះយើងទៅសម្បុកវិញកូនសេក7ពណ៌តបទៅបងវិញបងទៅមុនចុះខ្ញុំសុំមើលទីនោះមួយផ្លែតសិនគ្រាន់តែបងចេញតែបន្តិចកូនសេក7ពណ៌ហើរយ៉ាងលឿនសំដៅទៅរទេះកសិករសេកបងទាំងពីរមិនអាចខាត់ប្អូនបានវាមានតែហើរទៅសម្បុកវិញដើម្បីប្រាប់មេតែប៉ុណ្ណោះកូនសេក7ពណ៌ហើរឆ្វែលលើរទេះរហូតវាមិនចាប់អារម្មណ៍នឹងមេឃដែលខ្មៅងងឹតនោះទេភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាខ្លាំងកូនសេក7ពណ៌ទៅទឹកខ្លួនជោគវាខំប្រឹងទៅទះស្លាបហើររកកន្លែងជ្រកតែមិនមានវាមិនអាចហើរទៅមុខទៀតបានឡើយកូនសេក7ពណ៌បានធ្លាក់ទៅចំរទេះកសិករដែលកំពុងដឹកកណ្ដាប់ស្រូវកសិករនោះក៏ចាប់កូនសេកនោះទៅកូនសេក7ពណ៌បើកភ្នែកភ្លឹកភ័យញ័រចំប្រាប់មើលមុខកសិករកូនសេកនឹកឃើញស្ដាយក្រោយជាខ្លាំងវាគិតថាបើសិនជាអញស្អប់
បង្គាប់មេនិងបងទាំងពីរម្លេះមិនមានរឿងនេះកើតឡើងចំពោះអញឡើយពេលសេកនិងកូនទាំងពីរឃើញកូនសេក7 ពណ៌តែមិនអាចជួយបានឡើយពួកគេបានត្រឹមតែទុំលើមេឈើមើលកូនសេក7 ពណ៌តែប៉ុណ្ណោះ